ខ្ញុំគិតថាបងប្អូនប្រហែលជាមានបទពិសោធន៍មិនល្អបទពិសោធន៍ទទួលការឈឺចាប់ចានៅក្នុងវិស័យការងារចាអាជីពការងារទាំងខ្ញុំទាំងបងប្អូនគឺសុទ្ធតែមានបទពិសោធន៍គ្រាន់តែថាបទពិសោធន៍នៅក្នុងវិស័យអាជីពការងារវាខុសគ្នាពីមួយដំណាក់ទៅមួយដំណាក់យើងរាប់ចាប់តាំងពីការដាក់ពាក្យការងាររហូតទៅដល់ការដាក់ពាក្យលាឈប់ធ្វើការចាចឹងឧទាហរណ៍ដូចយើងដាក់ពាក្យទៅកន្លែងណាក៏ធ្លាក់ចាអញ្ចឹងអារម្មណ៍បែបហ្នឹងគឺយើងបាត់បង់ទំនុកចិត្តចាយើងអស់សង្ឃឹមចាយើងកើតទុក្ខចាអត់សប្បាយចិត្តឬមួយក៏ពេលដែលយើងចូលទៅធ្វើការជួបជាមួយនឹងក្រុមការងារដែលចាំវ័យប្រហារគ្នាអត់ជួយគ្រប់គ្រងគ្នាអត់មានភាពស្មោះត្រង់ចាំចាក់ពីក្រោយអីចឹងទៅឬមួយក៏យើងធ្វើការជាមួយនឹងមេដែលគាត់ចូលចិត្តវ័យប្រហារយើងនៅមុខគេមុខឯងមិនទទួលនៅយោបល់ឬមួយក៏គំនិតរបស់យើងដែលយើងដាក់ស្នើទៅឲ្យគាត់ណាចាអញ្ចឹងទាំងអស់នេះគឺជាអឺបទពិសោធន៍មួយដែលមិនល្អហើយវាមិនគ្រាន់តែជាបទពិសោធន៍ធម្មតាទេប៉ុន្តែបើសិនជារឿងនឹងកើតឡើងដដែលហើយវាធ្វើឲ្យយើងមានការចងចាំនៅរឿងនឹងរហូតប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់យើងគឺគេហៅថាជា career wound ហើយអា career wound ហ្នឹងភាសាខ្មែរខ្ញុំរកពាក្យពិបាករកពាក្យដែរប៉ុន្តែខ្ញុំនឹងបញ្យល់អត្ថន័យទៅកាន់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីអ្វីទៅគេហៅថា career wound ហើយរបៀបក្នុងការព្យាបាលតែយើងធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លួនត្រឡប់មកដូចដើមជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសុខៀងស្វាគមន៍សាជាថ្មីមកកាន់ Channel សុខៀង Inspire and Grow ចាសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់ Channel របស់នាងខ្ញុំចានៅក្នុង Channel នេះបងប្អូននឹងទទួលបាននៅគន្លឹះសំខាន់ដែលតកតងជាមួយនឹងការអភិវឌ្ឍអាជីពការងារចាបើនិយាយខ្លីទៅគឺជួយអភិវឌ្ឍសមត្ថភាពចាកសាងទំនុកចិត្តនិងទទួលបានការងារដែលជាការងារក្តីសម័យរបស់យើងអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បានចុច Subscribe ទេអាចចុច Subscribe ឥឡូវនេះដើម្បីទទួលបានវីដេអូល្អៗជាប្រចាំសម្រាប់សប្តាហ៍ចាជាទូទៅគឺខ្ញុំទម្លាក់វីដេអូមួយឬមួយក៏ពីរក្នុងមួយសប្តាហ៍ចាអញ្ចឹងប្រធានបទយើងខាងលើមិញគឺយើងនិយាយអំពី career wound ហើយ career wound ហ្នឹងគឺបើយើងបកជាខ្មែរគឺពិបាកស្ដាប់មែនទែនមានន័យថាខ្ញុំរកពាក្យបច្ចេកទេសហ្នឹងអត់បានអញ្ចឹងខ្ញុំមកពន្យល់អំពីអត្ថន័យហើយយើងមកទៅជែកគ្នាទាំងអស់គ្នាថាហ្នឹងវាកើតឡើងដោយសារអីហើយយើងនឹងដោះស្រាយវាព្យាបាលវារបៀបម៉េចដើម្បីឲ្យយើងកាន់តែមានភាពរឹងមាំក៏ដូចជាអឺទាញយកនៅទំនុកចិត្តរបស់យើងត្រឡប់មកតោះឥឡូវយើងមកស្វែងយល់អំពី career wound ទាំងអស់គ្នា career wound គឺជាអារម្មណ៍ផ្លូវចិត្តដែលប៉ះទង្គិចដោយសារតែបទពិសោធន៍អវិជ្ជមានកើតឡើងអញ្ចឹងដូចខាងលើអញ្ចឹងខ្ញុំនិយាយអំពីបទពិសោធន៍ផ្សេងរាប់ចាប់តាំងពីការរកការងារដាក់ពាក្យរកការងាររហូតទៅដល់ថ្ងៃដែលយើងលាលែងពីកន្លែងការងារចាអញ្ចឹងឧទាហរណ៍ដូចជាបងប្អូនមានបទពិសោធន៍ដាក់ពាក្យកន្លែងការងារច្រើនកន្លែងចាដាក់ធ្លាក់ព្យាយាមសម្ភាសធ្លាក់ចាជួនកាលទៅដល់ដំណាក់កាលចុងក្រោយហើយក៏នៅតែធ្លាក់ទៀតដាក់ពីមួយកន្លែងធ្លាក់ពីរកន្លែងធ្លាក់3កន្លែងធ្លាក់4កន្លែងធ្លាក់ការដែលបរាជ័យច្រើនដងទទួលបានលទ្ធផលអវិជ្ជមានច្រើនដងចាបើសិនជាបងប្អូនគិតថាវាធម្មតាអាហ្នឹងអត់អីទេប៉ុន្តែមានអ្នកខ្លះគាត់ទទួលយកនៅលទ្ធផលនឹងអត់បានហើយវាទៅជារឿងមួយដែលដាក់បន្ទោសមកលើខ្លួនឯងមានអារម្មណ៍ថាខ្លួនឯងហ្នឹងអត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកការងារមានអារម្មណ៍ថាចាប់ផ្ដើមសង្ស័យទៅលើសមត្ថភាពខ្លួនឯងមិនល្អគ្រប់គ្រាន់អីចឹងទៅចាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍បែបហ្នឹងកើតឡើងអាហ្នឹងវាคล้ายទៅជា career wound ហើយតែបើសិនជាយើងគ្រាន់តែមានអារម្មណ៍កើតទុក្ខមួយពេលចាបន្ទាប់មកក្រោយមកលេងអីយើងនៅតែមានអារម្មណ៍ស្វាហាប់ដាក់ការងារទៅវិញធម្មតាអាហ្នឹងគឺអត់អីទេចាឧទាហរណ៍ដូចជាការធ្វើការនៅក្នុងក្រុមចាអឺយើងព្យាយាមមានគេហៅថាសកម្មភាពជួយ support ជួយគ្រប់គ្រងទៅនឹងក្រុមប៉ុន្តែយើងទទួលបានមកវិញនៅអារម្មណ៍អវិជ្ជមានដូចជាការមិនជួយគ្នាចាមិនជួយជុំជ្រែងគ្នាការវាយប្រហារគ្នាអីចឹងទៅដដែលជាដដែលវាធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ថាយើងអត់ដឹងត្រូវធ្វើម៉េចឲ្យវាមានភាពត្រឹមត្រូវយើងមិនដឹងថាត្រូវធ្វើម៉េចដើម្បីឲ្យស្ថានភាពធ្វើការជាក្រុមនឹងមានគេហៅថាស្ថានភាពប្រសើរឡើង
ហើយយើងក៏ចាប់ផ្ដើមបន្ទោសខ្លួនឯងថាតើយើងធ្វើបានល្អនៅអាហ្នឹងមកពីគេឬមួយក៏មកពីខ្លួនឯងចាចាប់ផ្ដើមមានភាពច្បោកច្បល់ហើយអាភាពច្បោកច្បល់អារម្មណ៍ដែលខ្ញុំនិយាយហ្នឹងគឺកើតឡើងហើយអត់ទៅណាទេទោះបីជាដូរកន្លែងការងារយើងទៅកន្លែងថ្មីយើងនៅតែមានអារម្មណ៍សង្ស័យបែបហ្នឹងយើងនៅតែមានអារម្មណ៍មិនទុកចិត្តក្រុមការងារពេលដែលយើងទៅកន្លែងថ្មីហ្នឹងអញ្ចឹងអារម្មណ៍ដែលអត់ដើរចេញពីយើងដោយសារតែផ្លូវចិត្តរបស់យើងប៉ះទង្គិចទៅនឹងអាលទ្ធផលអវិជ្ជមានអារម្មណ៍អវិជ្ជមានពីកន្លែងការងារមួយហ្នឹងណាហើយទៅជាមួយយើងនៅកន្លែងទី2ទី3ទៀតហ្នឹងអាហ្នឹងគេហៅថា career wound ចាឬមួយក៏បងប្អូនធ្វើការជាមួយនឹងមេចាមេខ្លះគាត់ចូលចិត្តវាយប្រហារយើងនៅមុខចាបើថាយើងធ្វើខុសអីចឹងគាត់ដាក់ម៉ាំងហ្មងចាស្ដីឲ្យយើងម៉ាំងហ្មងអ្នកខ្លះគាត់ទទួលយកបានអ្នកខ្លះទទួលយកអត់បានទេចាអ្នកខ្លះគាត់ចូលចិត្តស៊ីតិចចឹងនៅពេលដែលមេគាត់ស្ដីឲ្យយើងនៅមុខគេមុខឯងចឹងយើងខ្មាស់គេចឹងណាចាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតធ្វើឲ្យយើងមានអារម្មណ៍បាក់ស្បាតខ្លាចគាត់អីចឹងទៅហើយយើងមានអារម្មណ៍ថាយើងធ្វើអីក៏ខុសដែរចឹងយើងចាប់ផ្ដើមថាគិតមកខ្លួនឯងថាខ្លួនឯងហ្នឹងខុសមែនអត់ហើយត្រូវធ្វើម៉េចដើម្បីឲ្យត្រឹមត្រូវត្រូវធ្វើម៉េចដើម្បីឲ្យល្អប្រសើរឡើងខំប្រឹងធ្វើការបន្ថែមអីចឹងទៅចានិយាយទៅគឺដាក់កំហុសដាក់សម្ពាធមកខ្លួនឯងទាំងអស់ឬមួយក៏ពេលដែលយើងធ្វើការជាមួយនឹងមេដែលគាត់ reject យើងចាអត់ទទួលយកសំណើគំនិតយោបល់អីទេយើងដាក់អីក៏ខុសដែរចាអត់ទទួលពីយើងទេអញ្ចឹងយើងចាប់ផ្ដើមមានអារម្មណ៍ហ្មងលេងចង់ផ្ដល់ជាយោបល់ជាគំនិតជាគេហៅថា idea ថ្មីអត់ហ្មងព្រោះនៅក្នុងចិត្តយើងចាប់ផ្ដើមគិតថាដឹងប្រាប់ទៅអីបើប្រាប់ទៅដឹងថាគាត់ reject ទៅដែរចាហើយចាប់ផ្ដើមគិតថាគំនិតយើងនោះគឺមិនល្អទេបានមេអត់ព្រមទទួលយកចាយើងចាប់ផ្ដើមបាក់ស្បាតចាអត់ហ៊ានធ្វើរឿងហ្នឹងហើយចាប់ផ្ដើមសង្ស័យទៅលើសមត្ថភាពខ្លួនឯងចាអ្នកខ្លះទៀតធ្វើការជាមួយនឹងមេខំប្រឹងធ្វើការជួនកាលអ្នកខ្លះថែមម៉ោងហើយមេហៅស្មើណាក៏ស្មើនឹងទៅស្មើនឹងទៀតប៉ុន្តែលទ្ធផលទទួលបានយើងអត់បានគេអត់បានមើលឃើញពីតម្លៃចាមេអត់បានមើលឃើញពីតម្លៃអត់បានមើលឃើញពីការលះបង់របស់យើងតោះអញ្ចឹងយើងចាប់ផ្ដើមអង្គុយតូចចិត្តថាតើអាហ្នឹងយើងធ្វើបានល្អគ្រប់គ្រាន់នៅចាយើងអត់បានកលេចមួយឆ្លុះបញ្ចាំងមើលអាស្ថានភាពដែលកំពុងតែកើតឡើងហើយយើងគិតតែពីខំប្រឹងបន្ថែមទៀតអញ្ចឹងយូរទៅអារាងកាយរបស់យើងហ្នឹងក៏ទ្រុឌទ្រោមអាកម្លាំងផ្លូវចិត្តរបស់យើងហ្នឹងក៏នៅតែសង្ស័យខ្លួនឯងអញ្ចឹងទាំងអស់នេះបើសិនជាអត់ព្យាបាលទេអត់កែអត់រចំណុចដែលជាចំណុចចាប់ផ្ដើមហើយព្យាបាលវាទេអារម្មណ៍អវិជ្ជមានទាំងអស់ហ្នឹងដំបៅទាំងអស់ហ្នឹងនឹងនៅជាប់បងប្អូនរហូតទៅដល់កន្លែងការងារថ្មីហើយទាំងអស់ហ្នឹងឯងដែលធ្វើឲ្យយើងបាត់បង់គេហៅថាទំនុកចិត្តជំនឿចិត្តអារម្មណ៍ដែលស្រឡាញ់ខ្លួនឯងហើយស្វែងរកខ្លួនឯងពិតប្រាកដអញ្ចឹងនៅពេលដែលបាត់បង់ហ្នឹងអ្នកខ្លះគាត់វេចាមិនបានចេះមិនបានអត់បានអភិវឌ្ឍខ្លួនឯងបន្ថែមទៀតអញ្ចឹងជួនកាលបច្ចុប្បន្នហ្នឹងគឺគាត់កំពុងតែមានអា career wound នឹងផងក៏មិនដឹងអញ្ចឹងគាត់អត់បានស្វែងយល់អញ្ចឹងបើសិនជាបងប្អូនធ្លាប់មានបទពិសោធន៍ដូចដែលខ្ញុំប្រាប់ហើយវានៅតែលងបន្លាចបងប្អូនដល់បច្ចុប្បន្នចាវីដេអូនេះគឺសម្រាប់បងប្អូនរហូតដល់ចប់គឺខ្ញុំនឹងប្រាប់អំពីវិធីក្នុងការព្យាបាលអា career wound ហ្នឹងហើយសាកល្បងទាំងអស់គ្នាមុននឹងយើងធ្វើការព្យាបាលជាធម្មតា career wound ហើយនឹងការព្យាបាលជំងឺគឺដូចគ្នាមុននឹងយើងព្យាបាលជំងឺយើងត្រូវដឹងអំពីជំងឺនឹងសិនថាជំងឺអីបានពេទ្យគេដាក់ថ្នាំទៅត្រូវណាចាអញ្ចឹងដូចគ្នាតើតើជាមួយនឹង career wound ហ្នឹងមុននឹងយើងធ្វើការព្យាបាលបងប្អូនត្រូវស្វែងរកនៅឫសគល់របស់វាទី1បងប្អូនត្រូវមានกระดาษចាមានកระดาษមួយមកហើយមានប៊ិចយើងនឹងគូសទាំងអស់គ្នាថាតើទី1តើអ្នកណាដែលធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ជាងគេនៅក្នុងវិស័យឬមួយក៏អាជីពការងាររបស់យើងចាអ្នកណាគេអញ្ចឹងយើងរកឲ្យឃើញចាឧទាហរណ៍ជាមេមិត្តរួមការងារឬមួយក៏ជា customer ឬមួយក៏ជាអ្នកណាចាទៅសេមកទី2តើពេលណានៅក្នុងសកម្មភាពណាដែលយើងទទួលបានបទពិសោធន៍អារម្មណ៍ឈឺចាប់ហ្នឹងដែលនៅជាមួយយើងនឹងអត់លេងចាទី3ពាក្យឬមួយក៏សកម្មភាពមួយណាដែលធ្វើឲ្យយើងនឹងដក
ជាប់នៅក្នុងអារម្មណ៍ហើយយើងមានអារម្មណ៍អវិជ្ជមានជាមួយនឹងខ្លួនឯងចឹងពេលដែលយើងសរសេរនៅក្នុងกระดาษហ្នឹងគឺយើងនឹងស្វែងយល់ទាំងអស់គ្នាឬគល់អ្នកណាអ្នកធ្វើឲ្យយើងឈឺចាប់មូលហេតុអីពេលណាហើយគេនិយាយពីអីនិយាយឬមួយក៏ជាសកម្មភាពចាអញ្ចឹងពេលដែលយើងរកព្រោះក្នុងហ្នឹងយើងមានបទពិសោធន៍ច្រើនឆ្នាំប៉ុន្តែក្នុងហ្នឹងយើងមិនអាចមានcareer wound ឬមួយក៏អ្នកដែលធ្វើឲ្យយើងឈឺចាប់ហ្នឹងច្រើន4 5កន្លែងទេចាមានន័យថាច្បាស់ជាមានមួយកន្លែងឬមួយក៏ពីរកន្លែងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ដក់ហើយវាជះឥទ្ធិពលទៅដល់អ្នកទាំងអស់គ្នាអញ្ចឹងស្វែងរកទីកន្លែងស្វែងរកមនុស្សឬមួយក៏ជាសកម្មភាពហើយជាអ្វីចាជាពាក្យសម្ដីឬមួយក៏ជាការអឺបាត់បង់ការងារឬមួយក៏ធ្លាក់ការងារឬមួយក៏អីរកវាឲ្យឃើញសិនចាទៅសេហើយយើងរកឃើញអំពីរឿងអីដែលធ្វើឲ្យយើងឈឺចាប់ហើយមានដំបៅនៅក្នុងចិត្តបន្ទាប់ពីយើងរកឃើញហើយយើងចាប់ផ្ដើមរំសាយចិត្តបន្តិចហើយចាប់ផ្ដើមលើកលែងទោសឲ្យខ្លួនឯងចាពីព្រោះអញ្ចឹងអ្នកដែលគាត់មាន career wound ហ្នឹងគឺគាត់ចូលចិត្តបន្ទោសខ្លួនឯងចាគ្រប់សកម្មភាពគ្រប់ដំណើររឿងដែលជាលទ្ធផលអវិជ្ជមានហ្នឹងគឺគាត់ចូលចិត្តដាក់បន្ទោសខ្លួនឯងចាដោយសារតែខ្លួនឯងអត់ល្អដោយសារតែខ្លួនឯងមានសមត្ថភាពមិនគ្រប់គ្រាន់ដោយសារតែខ្លួនឯងធ្វើការមិនបានប្រសើរដោយសារតែខ្លួនឯង នៅមានកម្រិតអីចឹងទៅចាដាក់បន្ទោសទៅខ្លួនឯងអញ្ចឹងហើយធ្វើឲ្យយើងនឹងរត់តែរួញទៅរត់តែបាក់ស្បាតទៅដូច្នេះហើយរឿងទី1ដែលបងប្អូនត្រូវធ្វើគឺអីគេបលែងវាចាបលែងវាហើយឈប់បន្ទោសខ្លួនឯងសម្រាលដែលចិត្តដែលសង្កត់ខ្លួនឯងហ្នឹងឈប់បន្ទោសខ្លួនឯងហើយត្រូវប្រាប់ខ្លួនឯងថាចេះអាការងារដែលយើងបានធ្វើហ្នឹងគឺយើងប្រឹងអស់សមត្ថភាពហើយចាខ្ញុំដឹងថារឿងហ្នឹងស្រួលនិយាយប៉ុន្តែអត់ស្រួលធ្វើប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវតែចាប់ផ្ដើមធ្វើហើយត្រូវតែចាប់ផ្ដើមអនុវត្តម្ដងតិចទើបអាចស្រាយអាហ្នឹងបានឧទាហរណ៍ថាបងប្អូនដាក់ពាក្យទៅកន្លែងណាក៏ធ្លាក់ដែរចាអញ្ចឹងបងប្អូនត្រូវប្រាប់ខ្លួនឯងថាចេះអាហ្នឹងយើងបានប្រឹងអស់ពីសមត្ថភាពហើយចាអ្វីដែលយើងចាំមើលគឺយើងចាំមើលលទ្ធផលហើយយើងនឹងធ្វើការស្វែងរកការងារណាដែលស័ក្តិសមជាមួយយើងត្រូវប្រាប់ខ្លួនឯងថាមិនមែនយើងអន់ឬមួយក៏មិនមែនសមត្ថភាពយើងអត់ដល់នៅកន្លែងការងារហ្នឹងទេព្រោះកន្លែងការងារវាមិនមែនផ្ដោតសំខាន់តែលើយើងមួយមានអ្នកផ្សេងទៀតជួនកាលយើងល្អ9គេល្អ10អីចឹងទៅគេរៀងត្រូវយើងតិចចឹងទៅអញ្ចឹងគ្រប់យ៉ាងមិនមែនដោយសារយើងទេចាអញ្ចឹងឧទាហរណ៍ថាមេគាត់ចូលចិត្តស្ដីបន្ទោសឲ្យយើងចានៅមុខគេមុខឯងចឹងទៅអញ្ចឹងដល់ពេលដែលគាត់ស្ដីបន្ទោសឲ្យគេឲ្យយើងនៅមុខគេមុខឯងសួរថាអាហ្នឹងវាជាកំហុសយើងឬមួយក៏ជា reflection ជាការឆ្លុះបញ្ចាំងអំពីអត្តចរិតរបស់គាត់ច្បាស់ជាអត្តចរិតរបស់គាត់ចាអញ្ចឹងហើយយើងដកខ្លួនបន្តិចស្រាយខ្លួនបន្តិចចាដកអាការទម្លាក់កំហុសទាំងអស់ហ្នឹងចេញពីខ្លួនឯងចាធ្វើឲ្យខ្លួនឯងមានក្នុងការដង្ហើមអាចដកម្ដងតិចព្រឹកឡើងអាចព្យាយាមធ្វើការនិយាយជាពាក្យល្អមកកាន់ខ្លួនឯងចាអញ្ចឹងពាក្យការនិយាយពាក្យល្អបងប្អូនអាច search មើលនៅក្នុង YouTube អីផ្សេង Google អីផ្សេងហើយអាចអនុវត្តដើម្បីនិយាយពាក្យល្អឲ្យបានច្រើនចាហើយពេលហ្នឹងគឺយើងអាចស្រាលបន្ទុកខ្លួនឯងខ្លះយើងចូលមកដល់ចំណុចទី2គឺប្រឡែងនៃការជឿចាប់ទី1គឺយើងនិយាយអំពីការលើកលែងទោសឲ្យខ្លួនឯងទី2យើងនិយាយអំពីកំហូរការជឿចាប់នឹងខ្លាំងពេកចាហើយកុំចាំអឺដូចជាឧទាហរណ៍ថាយើងធ្វើការជាមួយមេដែលគាត់ស្ដីឲ្យយើងឬមួយក៏ reject យើងអីចឹងណាចាដូចខ្ញុំនិយាយខាងលើអញ្ចឹង reflection ការឆ្លុះបញ្ចាំងភាគច្រើនគឺមកពីខាងគាត់ជាច្រើនជាងយើងដូច្នេះហើយយើងកុំចាំបាច់នៅបុកទោសម្នេញនៅនឹងកើតទុកនៅនឹងគាត់ខុសមិនក៏គាត់អត់សុំទោសយើងឬមួយក៏មិនអីមិនចឹងណាចឹងយើងបដូរអំពីការគិតនឹងត្រឡប់មកយើងវិញយើងត្រូវគិតថាចេះបើសិនជាអត្តចរិតរបស់គាត់បែបហ្នឹងចឹងគាត់មិនអាចមកនឹកឃើញសុំទោសយើងវិញបានទេអ្វីដែលយើងធ្វើគឺយើងធ្វើបានល្អហើយយើងមើលទៅលើការងាររបស់យើងត្រឡប់មកវិញមានកន្លែងណាខុសមានកន្លែងណាត្រូវឬមួយក៏មាន comment ឬមួយក៏យើងស៊ើបសួរអ្នកដែលគាត់
មានការងារស្តៀងយើងហ្នឹងអាចសុំ feedback គាត់បន្ថែមដើម្បីជាការកែតម្រូវយើងអត់ផ្ចង់ទៅលើ behavior អត្តចរិតឬមួយក៏ឥរិយាបថពីខាងមេឬមួយក៏ក្រុមការងារសំខាន់យើងផ្ដោតទៅលើការងាររបស់យើងហ្នឹងយើងធ្វើបានល្អហើយយើងមើលទៅគឺគ្រប់ទម្រង់ហើយអញ្ចឹងបើសិនជាគាត់នៅតែអត់ព្រមទទួលឬមួយក៏មិនទៀត let it be អាហ្នឹងជារឿងរបស់គាត់មិនមែនជារឿងរបស់យើងទេឧទាហរណ៍ថាបងប្អូនផ្ដល់យោបល់រឿងអីមួយដើម្បីក្រុមហ៊ុនល្អអីចឹងទៅប៉ុន្តែមេគាត់អត់យល់ឃើញអញ្ចឹងឯងគាត់យល់ឃើញផ្សេងពីយើងចឹងយើងត្រូវគិតថាចេះអ្វីដែលយើងចង់ធ្វើហ្នឹងអ្វីដែលយើងចង់ឲ្យល្អហ្នឹងគឺយើងល្អទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកផ្សេងមើលអត់ឃើញអាហ្នឹងយើងអត់ដឹងធ្វើម៉េចទេសមត្ថភាពរបស់យើងលទ្ធភាពរបស់យើង authority របស់យើងគឺបានត្រឹមហ្នឹងបានតែនាំពំនាំនៅគំនិតយោបល់ដើម្បីឲ្យគេទទួលយកឬមួយក៏អត់ហើយបើសិនជាគេអត់ទទួលយកអាហ្នឹងគឺមានតែប៉ុណ្្នឹងមិនមែនគ្រប់យ៉ាងគឺដោយសារតែយើងមិនទាន់ល្អគ្រប់គ្រាន់ធ្វើអត់បានល្អអីទេចាអញ្ចឹងអាទាំងអស់នេះគឺសំខាន់ព្យាយាមបង្វែងចិត្តយើងកុំឲ្យ take it ជា personal ពេកព្រោះខ្ញុំបើសិនជាខ្ញុំវិញខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើការជាមួយនឹងមេធ្វើអីក៏ខុសដែរចាចាប់កំហុសតាំងពីអក្សរស្អីដាក់និយាយទៅគូចាប់គ្រប់ពាក្យហ្មងហើយខ្ញុំគឺជាមនុស្សម្នាក់ដែលមិនសូវជាអឺគេហៅថា attention to detail ហ្នឹងវាខ្លាំងពេកទេចាអញ្ចឹង small detail ហ្នឹងពេលខ្លះគឺខ្ញុំខ្វះចន្លោះកន្លែងហ្នឹងហើយខ្ញុំទទួលស្គាល់អញ្ចឹងអឺគឺគាត់អត់លែងហ្មងគឺគាត់អត់លែងហ្មងអញ្ចឹងអ្វីដែលយើងធ្វើទៅនោះគឺគាត់ចាប់កំហុសយើង1 2 3 4 5ទៅហើយខុសទៀតទៅហើយខុសទៀតចាហើយខ្ញុំព្យាយាមកែប្រែចាអ្វីដែលយើងមើលឃើញអ្វីដែលយើងខុសហ្នឹងគឺយើងកែប្រែទៅតាមហ្នឹងតែអ្វីដែលគាត់មិនព្រមទទួលនៅជាការដូចថារបៀបថាយល់អំពីការងារហ្នឹងចាអាហ្នឹងជារឿងរបស់គាត់ផ្សេងទៀតចាឧទាហរណ៍ថាយើងមានកំណត់អីល្អអញ្ចឹងណាចាគាត់ reject យើងគិតថាកំណត់យើងនឹងល្អហើយប៉ុន្តែខ្ញុំចាប់ផ្ដើមពេលដែលខ្ញុំបដូរពីកន្លែងហ្នឹងទៅកន្លែងថ្មីមួយទៀតខ្ញុំចាប់ផ្ដើមរៀនបាក់ស្បាតអត់សូវហ៊ានផ្ដល់យោបល់អត់សូវហ៊ានឲ្យជាគំនិតអីថ្មីដោយសារខ្លាចយើងធ្លាប់បាក់អញ្ចឹងអ្វីដែលខ្ញុំបាន reflect មកខ្លួនឯងបានគេហៅថាឆ្លុះបញ្ចាំងពីខ្លួនឯងមកវិញគឺខ្ញុំព្យាយាមស្វែងរកនៅដំណោះស្រាយមើលថាតើខ្លួនឯងបានធ្វើគ្រប់ជ្រុងជ្រោយហើយនៅចាផ្ដល់ជាយោបល់ហើយទៅគិតអត់ take ជា personal ទេអ្វីដែលខ្ញុំផ្ដល់ជាគំនិតយោបល់ខ្ញុំបើសិនជាយកឬមិនយកអាហ្នឹងគឺជាការសម្រេចចិត្តរបស់គាត់ប៉ុណ្ណឹងគឺចប់ចាយើងអត់មក take ថាអូមកពីគាត់នឹងអត់ពេញចិត្តយើងមិនគាត់មិនយកគំនិតយោបល់យើងមកពីយើងនឹងអត់ល្អគ្រប់គ្រាន់ហ្មងគាត់រវល់តែគិតអញ្ចឹងហ្នឹងគឺឈឺក្បាលហ្នឹងចាអញ្ចឹងទី2យើងប្រឡែងនឹងការឈឺចាប់ហើយកុំ take អាហ្នឹងជា personal ចាព្យាយាមរៀនទៅលើអ្វីដែលគាត់មើលឃើញថាជាកំហុសហើយបើយើងមើលហើយថាវាពិតជាត្រឹមត្រូវហើយ let it go ប្រឡែងវាចាចាប់ផ្ដើមស្រាយម្ដងតិចម្ដងតិចអានេះខ្ញុំចង់និយាយពីរឿងអតីតកាលកន្លែងដែលធ្វើឲ្យបងប្អូនទទួលការឈឺចាប់ចាអញ្ចឹងយើងរំលឹកវាមកវិញទី1គឺយើង forgive ចាលើកលែងទោសឲ្យខ្លួនឯងចាកុំដាក់បន្ទុកលើខ្លួនឯងពេកទី2គឺយើងrelease the pain ព្យាយាមយកការឈឺចាប់ការចងអាគមចងគំនុំឬមួយក៏ take it personal ហ្នឹងប្រឡែងវាចេញ reflect មើលថាហ្នឹងវាជាការងារដែលពេលខ្លះគេអត់ទៅទទួលយកគំនិតយោបល់យើងទេហើយបើគេអត់យកឬមួយក៏គេយកអានោះជាការសម្រេចចិត្តរបស់ខាងថ្នាក់ដឹកនាំឬមួយក៏មេអីចឹងទៅជាអត្ថប្រយោជន៍របស់ក្រុមហ៊ុនដដែលទេអញ្ចឹងអាហ្នឹងនៅតែជាការសម្រេចចិត្តរបស់គេចឹងយើងកុំឲ្យគិតសុញពេកថាម៉េចបានគេនៅតែមិនយកកម្រិតយើងម៉េចបានគេនៅតែមិនផ្ដល់កម្រិតយោបល់មិនយកកម្រិតរបស់យើងនឹងល្អណាស់ហើយចាល្អអាហ្នឹងយើងទុកខ្លួនយើងសម្រាប់ថ្ងៃក្រោយទៅយើងកុំឲ្យអាហ្នឹងវានៅតែដិតដាមគេអត់យកអាហ្នឹងអត់ល្អសម្រាប់គេជាការឆ្លុះបញ្ចាំងនៅឥរិយាបថរបស់គេរឿងផ្សេងចាហើយចំណុចទី3បងប្អូនអាចព្យាយាមចងចាំទៅលើ lesson learn របស់យើងអ្វីដែលយើងអាចរៀនបានពីកន្លែងហ្នឹងចាឧទាហរណ៍ថាបើសិនជាបងប្អូនដាក់ការងារដដែលធ្លាក់ចាធ្លាក់ហើយធ្លាក់ទៀតតែចៃដន្យអានេះឧទាហរណ៍ណាចាចៃដន្យ
dươngកំពុងបាក់ស្បាទេយើងគិតថាយើងអត់ជាប់ទេប៉ុន្តែដល់ពេលហើយយើងដាក់ពាក្យទៅកន្លែងទៀតយើងជាប់ទៀតចាយើងបែរជាជាប់វិញទោះបីជាយើងជាប់ការងារនឹងក៏ដោយប៉ុន្តែអារម្មណ៍ដែលទទួលបានភាពបរាជ័យនោះវានៅដិតដាមមកយើងអញ្ចឹងនៅពេលដែលបងប្អូនទទួលបានការងារនៅកន្លែងក្រុមហ៊ុនមួយបើទោះបីជានៅក្រុមហ៊ុនហ្នឹងបងប្អូនមិនមានភាពរីកចម្រើនអត់សូវសប្បាយចិត្តជួបមេដែលមិនល្អជួបក្រុមការងារដែលមិនល្អអត់សូវមានការសម្រេចចិត្តរកកន្លែងថ្មីទេព្រោះខ្លាចសម្ភារឲ្យធ្លាក់ចាអញ្ចឹងសុខចិត្តនៅកន្លែង toxic environment អញ្ចឹងត្រឡប់មកវិញចង់ឲ្យបងប្អូនធ្វើការរៀនទៅលើអ្វីដែលកើតឡើងអញ្ចឹងបើសិនជាបងប្អូនជាប់ការងារហើយក៏ជាប់ប៉ុន្តែគិតមើលឡើងវិញត្រឡប់ទៅវិញថាតើក្នុងកំឡុងពេលហ្នឹងអ្វីដែលបងប្អូនអាចរៀនបានពីដំណើរ process នៃការដាក់ពាក្យការងារហ្នឹងតើបងប្អូនធ្លាក់ដោយសារការសម្ភាសយ៉ាឬមួយក៏បងប្អូនធ្លាក់ដោយសារការទៅសេ CV អត់បានល្អចាអញ្ចឹងយើងមើលទៅលើចំណុចខ្សោយរបស់យើងព្យាយាមរៀនពីលើអាហ្នឹងចាបើឧទាហរណ៍ថាឥឡូវយើងត្រៀមដាក់ពាក្យការងារឡើងផ្សេងទៀតអានេះខ្ញុំឧទាហរណ៍ថាបងប្អូនកំពុងតែនៅកន្លែងការងារមួយហើយបានការងារមួយហើយប៉ុន្តែចង់ដាក់ពាក្យទៅកន្លែងផ្សេងទៀតតែអា career wound របស់យើងនេះវាធ្វើឲ្យយើងខ្លាចអត់សូវហ៊ានដាក់អញ្ចឹងវីដេអូនេះខ្ញុំប្រាប់បងប្អូនពិនិត្យពិច័យទៅលើកំហុសរបស់យើងដែលយើងធ្វើពីមុនឬមួយក៏ស្វែងយល់វាថាម៉េចបានយើងធ្លាក់ចាដោយសារតែយើងសម្ភារយើងនៅស្ទើរអត់សូវបានរៀបចំខ្លួនបានត្រឹមត្រូវអត់សូវ network របស់យើងអត់សូវ strong ឬមួយក៏មិនស្វែងយល់វាចាបើ CV ហ្នឹងទៅសេអត់បានល្អទេព្យាយាមរកអ្នកដែលគាត់ជា specialist ទៅលើហ្នឹងចា ask for feedback សុំជាយោបល់របស់គាត់បើទៅសម្ភារធ្លាក់សម្ភារច្រើនដងធ្លាក់សួរគាត់វិញថាម៉េចបានខ្ញុំធ្លាក់អញ្ចឹងខ្ញុំមានចំណុចអីដែលត្រូវ improve រៀនពីភាពបរាជ័យដែលវាកើតឡើងចំពោះយើងហ្នឹងដើម្បីឲ្យយើងបានបទពិសោធន៍ពីកន្លែងដែលយើងដួលហ្នឹងចាបើសិនជាយើងជួបមេចាដែលគាត់និយាយបាត់ដៃខ្នងដៃហើយយើងចាប់គាត់អត់ឈ្នះហ្មងចាហ្នឹងហើយអញ្ចឹងយើងបដូរជាយុទ្ធសាស្ត្រថាតើអត់ទុកចិត្តចាអញ្ចឹងចាប់ពីពេលហ្នឹងទៅពេលដែលយើងធ្វើអីក៏ដោយគឺត្រូវមានអ៊ីមែលមានការ record នៅក្នុងអ៊ីមែលជារបាយការណ៍ជាអីចឹងទៅចាអានេះវាមិនអាចជួយផ្សះផ្សាឲ្យតំណែងឬមួយក៏ការងារឬមួយក៏អ្វីវាកាន់តែប្រសើរឡើងទេប៉ុន្តែវានឹងជួយកសាងសមត្ថភាពរបស់យើងហើយយើងរកឃើញអំពីយុទ្ធសាស្ត្រក្នុងការធ្វើការរបស់មិត្តរបស់មេម្នាក់ចាបើសិនជាគាត់បាត់ដៃក្នុងដៃច្រើនពេកដូរច្រើនពេកយើងមានជា record យើងមានជារបាយការណ៍ថ្ងៃខែឆ្នាំដែលយើងបានទៅជែកគ្នាការសម្រេចអីចឹងទៅកុំឲ្យគាត់ដូរចុះឡើងតែបើគាត់នៅតែធ្វើអញ្ចឹងទៀតអានេះជាយុទ្ធសាស្ត្រមួយថ្មីដែលយើងបានរកឃើញអញ្ចឹងយើងត្រូវ appreciate ខ្លួនឯងចាក្រុមការងារក៏ដូចគ្នាអ្នកខ្លះគាត់ចូលចិត្ត gossip ឬមួយក៏គាត់ចូលចិត្តនិយាយពីនេះទៅនោះចាអត់ជួយគ្រប់គ្រងឬមួយក៏ប៉ែងជើងប៉ែងអីអាហ្នឹងវារឿងក្រៅផ្លូវការណាយ៉ាងណាមិញយើងអត់សូវយើងកុំ involve ភ្ជាប់ខ្លួនជាមួយនឹងអា drama ទាំងអស់ហ្នឹងវាធ្វើឲ្យខ្លួនឯងហ្នឹងខ្លាយទៅជាមនុស្សម្នាក់ដែលគេហៅថា addicted to a toxic ហ្នឹងចូលចិត្តស្ដាប់តែរឿងអវិជ្ជមានហ្នឹងចាអញ្ចឹងដូចខ្ញុំនិយាយបញ្ជាក់អញ្ចឹងការងារណាដែលយើងធ្វើហើយយើងរៀបចំបានហើយអាណាដែលយើងត្រូវរៀនបានគឺយើងរៀនចាអឺកែប្រែអ្វីដែលជាកំហុសរបស់យើងកែប្រែចាអភិវឌ្ឍខ្លួនបន្ថែមទៀតក្រៅពីការងារយើងកុំពាក់ព័ន្ធប៉ុណ្ណឹងចប់អញ្ចឹងហើយធ្វើឲ្យអារម្មណ៍របស់យើងអត់ attach ជាមួយនឹងក្រុមការងារអ្នកខ្លះគាត់ថាអូយរាប់អានគេខំស្រឡាញ់គេខំកែប្រែឬមួយក៏ខំលើកទឹកចិត្តជួយគេដូចបងប្អូន sister brother ប៉ុន្តែគេអត់សូវយល់ចិត្តឬមួយក៏គេអត់ជួយត្រឡប់មកវិញអញ្ចឹងយើង take ខ្លួនឯងត្រឡប់មកវិញចាហើយយើងត្រូវគិតថាអ្នកណាដែលគាត់ធ្វើល្អឬមួយអីយើង make friendship ជាមួយគាត់ធម្មតាអ្នកណាដែលគាត់មើលទៅដូចថាមិនស្រួលជាមួយយើងក៏ដកខ្លួនឯងត្រឡប់មកវិញមិនមែនថាយើងធ្វើអាក្រក់ជាមួយគេប៉ុន្តែយើង limit យើង boundary របស់យើងចាយើង set boundary របស់ខ្លួនឯងរឿងការងារយើងទៅជែកគ្នាបែបការងារអញ្ចឹងទៅក្រៅពីហ្នឹងគឺចប់អញ្ចឹងយើងអត់សូវមានអារម្មណ៍ attach ជាមួយនឹងមនុស្សម្នាក់ហ្នឹងឬមួយក៏ក្រុមចំណុចទី4យើងbuild rebuild confidence យើងត្រឡប់មកវិញហេតុអីបានកន្លែងនេះខ្ញុំនិយាយចឹងដោយសារតែភាគច្រើនអ្នកដែលគាត់មាន career wound ហ្នឹងគឺ
គាត់បាត់បង់នៅទំនុកចិត្តរបស់ខ្លួនឯងធំមែនទែនចាទៅប្រជុំក៏អត់សូវហ៊ាននិយាយផ្ដល់ជាគំនិតយោបល់អីក៏អត់សូវហ៊ានធ្វើការងារធ្វើខ្លាចតែខុសអីចឹងទៅចាអញ្ចឹងយើងបៀលអាទំនុកចិត្ត confidence របស់យើងត្រឡប់មកវិញដោយអីចាដោយការដែលយើងសាកល្បងចាផ្ដល់ជាយោបល់ត្រឡប់មកវិញណាបើពីមុនយើងធ្វើយើងផ្ដល់យោបល់ទៅមេខុសដាក់ទៅខុសដាក់ទៅខុសនៅតែធ្វើទៀតចាកន្លែងណាដែលត្រូវជាមួយនឹង subject របស់យើងកន្លែងណាដែលត្រូវជាមួយនឹងគំនិតយោបល់ជំនាញរបស់យើងនិយាយចាហើយយើងរៀបចំនៅសេណារីយ៉ូរបស់យើងត្រឹមត្រូវហេតុអីបានយើងឲ្យជាយោបល់បែបហ្នឹងចាហ៊ានលើកដៃហ៊ាននិយាយនៅក្នុងអង្គប្រជុំអញ្ចឹងទៅម្ដងម្កាលចាប់ដើមសារឡើងវិញចាបើសិនជាឥឡូវហ្នឹងកំពុងតែមានបញ្ហាបាត់បង់ទំនុកចិត្តចាឬមួយក៏មិនសូវជាពេញចិត្តជាមួយនឹងសមត្ថភាពខ្លួនឯងអញ្ចឹងតើតើយើងចាប់ដើមសាកល្បងវាសារឡើងវិញចាសាកល្បងបញ្ចេញជាគំនិតយោបល់ចានិយាយនៅក្នុងអង្គប្រជុំចាបើសិនជាគេស្នើសុំធ្វើការឧទាហរណ៍ថាយើងមានកម្មវិធីអីចឹងណាយើងសុំខ្លួនធ្វើជាអ្នកសម្របសម្រួលឬមួយក៏ឧទាហរណ៍ថាមានកម្មវិធីអីហ្នឹងគេសុំអ្នកដែលស្ម័គ្រចិត្តចាក្រុមមួយមានអ្នកស្ម័គ្រចិត្តយើងស្ម័គ្រចិត្តចូលរួមដើម្បីទទួលបានបទពិសោធន៍អីចឹងទៅអានេះនៅក្នុងកំឡុងការងារចាបៀលគេហៅថាកសាងសមត្ថភាពរបស់យើងកសាងទំនុកចិត្តរបស់យើងត្រឡប់មកវិញដោយការធ្វើបែបហ្នឹងអឺបើសិនជានៅក្រៅរង្វង់ការងារខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជួបជាមួយអ្នកក្រៅចាឧទាហរណ៍ថារៀន short course នៅខាងក្រៅចាខ្លីៗចារៀនវគ្គកសាងទំនុកចិត្តឬមួយក៏ការនិយាយជាសាធារណៈឬមួយក៏យើងទៅមើលគេមើលឯងចាកុំឲ្យខ្លួនយើងនឹងចាញ់ច្រាបគេពេកកាលណាតែយើងចេញទៅក្រៅជួបជាមួយនឹងអ្នកថ្មីចាអឺវគ្គសិក្សាដែលរុញយើងឲ្យយើងធ្វើអ្វីដែលយើងអត់សូវហ៊ានធ្វើអត់ខ្លាចក្នុងការធ្វើគឺមានន័យថារុញយើងឲ្យដល់នៅគេហៅថាសក្តានុពលភាពរបស់យើងចាទាំងអស់ហ្នឹងគឺយើងអាចទាញគេហៅថាទំនុកចិត្តរបស់យើងមកវិញហើយយើងធ្វើវាដដែលអនុវត្តជាដដែលនោះយើងនឹងឃើញភាពខុសប្លែកគ្នាចាប់ផ្ដើមគិតពីដំណើរការនៃការដែលយើងចាញ់ច្រាបអត់សូវហ៊ាននិយាយអត់សូវហ៊ានជួបគេអត់សូវហ៊ានផ្ដល់យោបល់អីណាយើងចាប់ផ្ដើមឃើញពីភាពខុសប្លែកគ្នារៀនទៅសេពី journal របស់យើងចាខ្ញុំណែនាំឲ្យទៅសេ journal ដោយសារតែខ្ញុំគិតថាអាហ្នឹងវា useful មែនទែនមានអត្ថប្រយោជន៍មែនទែនក្នុងមួយថ្ងៃអញ្ចឹងខ្ញុំទៅសេ journal 2 ដងចាព្រឹកម្ដងហើយនឹងមុនចូលគេងម្ដងជាទូទៅគឺខ្ញុំទៅសេអំពីអ្វីដែលខ្ញុំចង់ធ្វើស្អែកឡើងអ្វីដែលខ្ញុំចង់បានចាអញ្ចឹងអានោះវាជួយយើងមែនទែនដោយសារតែពេលដែល at the end of the day នៅថ្ងៃមុនពេលដែលយើងចូលគេងយើងមើលអំពីដំណើរការភាពជោគជ័យដែលយើងបានធ្វើមួយក៏ដោយពីរក៏ដោយតូចក៏ដោយធំក៏ដោយវាធ្វើឲ្យយើងសប្បាយចិត្តចាហើយយើង keep tracking វារហូតថាយើងបាន improve ដល់ណាហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើអាហ្នឹងចាចាប់ផ្ដើមធ្វើអាហ្នឹងដើម្បីយើងផ្ទៀងផ្ទាត់អំពីការអភិវឌ្ឍរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបងប្អូននឹងឃើញពីភាពខុសប្លែកគ្នាអំពីគេហៅថាកសាងនៅទំនុកចិត្តក៏ដូចជា confidence របស់យើងត្រឡប់មកវិញចំណុចចុងក្រោយគឺចង់ឲ្យបងប្អូនព្យាយាមភ្ជាប់ខ្លួនឯងជាមួយនឹងរឿងដែលវិជ្ជមានចាមិត្តដែលល្អចេះលើកទឹកចិត្តយើងហើយជួបជាមួយនឹង mentor ឬមួយក៏អ្នក coach ជើងដែលផ្ដល់ជាការលើកទឹកចិត្តឲ្យយើងឲ្យបានច្រើនជាងដែលយើងចំណាយពេលទៅនិយាយដើមគេឬមួយក៏ធម្មតាតែនិយាយដើមគេមិនសូវនិយាយល្អទេនិយាយរឿងមិនសូវល្អនឹងឯងអញ្ចឹងតើកាលណាដែលយើងនិយាយរឿងមិនសូវល្អអារឿងមិនសូវល្អនោះវាចេះតែនៅជុំវិញខ្លួនឯងហ្នឹងចាអញ្ចឹង surround yourself ចាភ្ជាប់ខ្លួនឯងជាមួយនឹងរឿងអីដែលជាវិជ្ជមានល្អចាអានសភៅល្អចារាប់អានជាមួយនឹងមនុស្សដែលគាត់គិតវិជ្ជមានឲ្យបានច្រើនកាលណាតែមនុស្សគាត់គិតវិជ្ជមានឲ្យបានច្រើនវានឹងនាំឲ្យយើងនឹងចេះគិតអា positive mindset ហ្នឹងច្រើនអញ្ចឹងអារឿងដែលយើងកំពុងតែជួបនៅការងារច្រើនមិនក៏ដោយក៏យើងអាចមើលមួយជ្រុងទៀតថាវាអត់អីទេយើងអាចដោះស្រាយបញ្ហាបានចាអញ្ចឹងជួបសិស្សច្បងឬមួយក៏មិត្តភ័ក្តិនៅខាងក្រៅការងារដែលយើងចំណាំមើលថាគាត់គឺជាមនុស្សដែលលើកទឹកចិត្ត
ជួយអាសាយើងជួយផ្ដល់យោបល់ឲ្យយើងហ្នឹងយើងភ្ជាប់ខ្លួនឯងជាមួយនឹងអ្នកទាំងនោះដើម្បីយើងទទួលបាន energy ចាកម្លាំងធម៌ពលវិជ្ជមានល្អអញ្ចឹងធម្មតាគេនឹងផ្ដល់យោបល់ឲ្យធ្វើនេះទៅហាត់ប្រាណហាត់អីបន្ថែមអីចឹងទៅចាតនេចឹងទៅចំណាយពេលមើលសភៅបន្ថែមមើលកម្មវិធី YouTube ដែលល្អអប់រំផ្លូវចិត្តចាបង្កើនចំណេះដឹងអីចឹងទៅអញ្ចឹងកាលណាតែយើងផ្ដោតអារម្មណ៍ការយកចិត្តទុកដាក់របស់យើងទៅលើការអភិវឌ្ឍខ្លួនក៏ដូចជាទទួលបាននៅអ្វីដែលជារឿងវិជ្ជមានណាយើងនឹងភ្លេច focus យើងនឹងភ្លេចផ្ដោតទៅលើអ្វីដែលមិនល្អទាំងអស់ហ្នឹងហើយយើងគិតទៅរឿងដំណោះស្រាយឯងចាអញ្ចឹងទាំង5វិធីនេះគឺអាចជាជំហានដែលជួយបងប្អូនកសាងនៅទំនុកចិត្តដោះស្រាយនៅអាដំបៅហ្នឹងត្រឡប់មកវិញចាមកវិញអាហ្នឹងវាជារឿងល្អចាហើយខ្ញុំក៏យល់ដែរដោយសារតែរឿង career wound ហ្នឹងវាមិនមែនយើងធ្វើមួយថ្ងៃហើយវាព្យាបាលបានមកវិញល្អប្រសើរភ្លាមទេអ្នកខ្លះមានបញ្ហាផ្លូវចិត្តដោយសារតែនៅកន្លែងការងារទៀតចាដោយសារគាត់ប៉ះទង្គិចខ្លាំងពេករហូតដល់រោអ្នកដែលត្រូវប្រឹក្សាចិត្តបានអញ្ចឹងបើសិនជាបងប្អូននៅមួយក៏បងប្អូននៅតែជួបបញ្ហាបែបហ្នឹងហើយវាមិនទាន់មានលក្ខណៈធ្ងន់ធ្ងរទេវីដេអូនេះបងប្អូនអាចធ្វើតាមចាសាកល្បងវាមើលចំណុចទី1ជំហានទី1ជំហានទី2ជំហានទី3ចាដើម្បីផ្ដាច់ខ្លួនឯងចេញយើងកុំ attach ជាមួយនឹងមិត្តរួមការងារដែលគាត់ផ្ដល់គេហៅថា energy មិនល្អដល់យើងឬមួយក៏យើង take អានឹង into personal ខ្លាំងពេកមិនក៏មេចេះមិនក៏មេចង់មិនក៏ធ្វើខុសហើយអត់ព្រមសុំទោសឬមួយក៏អីចឹងចាយើងកុំគិតនឹងយ៉ាងពេកសំខាន់យើង focus ទៅលើការងាររបស់យើងឲ្យល្អចាឆ្លុះបញ្ចាំងមើលកែតម្រូវពេលដែលយើងដឹងថាខ្លួនឯងធ្វើប៉ុណ្ណឹងបានហើយអ្វីដែលសំខាន់ក្រៅពីហ្នឹងគឺជាអិយាបថអ្នកក្រៅទាំងអស់ចាអញ្ចឹងត្រឡប់មកវិញការដាក់ពាក្យចាបើសិនជាបងប្អូនដាក់ពាក្យម្ដងហើយម្ដងទៀតចាធ្លាក់ដល់ពេលដែលបងប្អូនស្វែងយល់អំពីគេហៅឆ្លុះបញ្ចាំងអំពីកំហុសចាហើយយើងដាក់ពាក្យទៅជាប់យើងដឹងពីរបៀបក្នុងការដាក់ពាក្យដឹងពីរបៀបសុភាចឹងបងប្អូនអាចជួយអ្នកផ្សេងទៀតដែលគាត់ទៅតែចេញរកការងារចាសិស្សប្អូនឬមួយក៏ប្អូនយើងចាអ្នកស្គាល់គ្នាអីចឹងទៅចាអញ្ចឹងឃើញទេយើងធ្លាប់ធ្លាក់យើងធ្លាប់សម្ភាសធ្លាក់ចាប៉ុន្តែយើងប្រមូលការបរាជ័យរបស់យើងនោះមកជួយអ្នកផ្សេងវិញចាវាជាមោទនភាពមួយដែរចានៅពេលដែលយើងឃើញមេយើងដែលគាត់ជះឥទ្ធិពលមិនល្អចាអិរិយាបថមិនល្អវាអាចជារឿងមួយដែល negative ប៉ុន្តែបើសិនជាយើងគិតអំពី positive គិតពីរឿងវិជ្ជមានវិញយើងអាចនឹងកសាងសមត្ថភាពរបស់យើងឲ្យคล้ายទៅជាមេម្នាក់ដែលមេបែបណាដែលល្អចាកុំធ្វើដូចគាត់តែចេះស្ដាប់យោបល់គេខ្លះចាផ្ដល់ជា feedback ល្អចាឬមួយក៏កូនចៅធ្វើកុសទាញចូលបន្ទប់និយាយគ្នា feedback គ្នាចាដើម្បីរក្សាមុខមាត់ឲ្យកូនចៅអញ្ចឹងទៅអញ្ចឹងយើងឃើញអាណាដែលមិនល្អពេលដែលយើងคล้ายទៅជាមេគេយើងអត់ធ្វើរឿងហ្នឹងទេយើងធ្វើជាគេហៅថាអ្នកដឹកនាំមួយដែលល្អទៅវិញអញ្ចឹងអាហ្នឹងគឺបរិញ្ញាយើងដែរចាបដូរពីភាពបរាជ័យការឈឺចាប់ទាំងអស់ហ្នឹងមកជារឿងល្អវិញចាឧទាហរណ៍ដូចជាកន្លែងការងារហ្នឹងវា drain ចាមានន័យថា gossip និយាយគ្នាពីនេះពីនោះស្រាក់ឈើអញ៉ៃធ្វើយើងនឹងនឿយហត់ចាអញ្ចឹងបើសិនជានៅក្នុងកលៈទេសៈឱកាសណាមួយដែលយើងជាមនុស្សម្នាក់មានឥទ្ធិពលចាក្នុងការកែប្រែនៅបរិយាកាសការងារយើងអាចរៀបចំប្រព័ន្ធឬមួយក៏បរិយាកាសការងារឲ្យទៅជាកន្លែងមួយដែលសុខដុមរមនាដែរអ្នកណាក៏ចង់មកធ្វើការជាមួយនឹងក្រុមហ៊ុនឬមួយក៏អង្គការយើងអីចឹងទៅចាឃើញអីចឹងទាំងអស់ហ្នឹងរឿងអវិជ្ជមានទាំងអស់ហ្នឹងយើងរៀនពីរឿងអវិជ្ជមានហ្នឹងកែប្រែវាទៅជារឿងវិជ្ជមានអីចឹងទៅចាអញ្ចឹងគ្រប់ស្នាមរបួសទាំងអស់ហ្នឹងវាតែងតែឲ្យយើងមានការចងចាំប៉ុន្តែយើងអាចកែប្រែវាទៅជារឿងល្អវិញអញ្ចឹងសម្រាប់វីដេអូនេះគឺផ្ញើជូនទៅដល់បងប្អូនចាដែលគាត់កំពុងតែជួបបញ្ហាទាំងអស់ហ្នឹងចាបើសិនជាផ្លិចហើយក៏ផ្លិចចុះចាខែងលោយើងព្យាបាលហើយចាក៏ព្យាបាលហើយក៏ល្អចាសម្រាប់អ្នកដែលគាត់អត់តន់ព្យាបាលហើយទេប៉ុន្តែ
ចៃដន្យឃើញវីដេអូខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយដោះស្រាយជួយព្យាបាលបានខ្លះចំពោះបងប្អូនដែលកំពុងតែមានបញ្ហាហ្នឹងចាអញ្ចឹងយើងមកដល់នាទីបញ្ចប់ហើយសម្រាប់បងប្អូនដែលយល់ឃើញថាវីដេអូរបស់ខ្ញុំជាវីដេអូដែលវិជ្ជមានចាចាំជួយចែករំលែកវីដេអូនេះផងទៅកាន់បងប្អូនដែលគាត់អាចនឹងមានបញ្ហាហ្នឹងហើយគាត់រកអ្នកដែលជួយឬមួយក៏រកវីដេអូណាដែលជួយដោះស្រាយបញ្ហាគាត់អត់បានអាចវីដេអូនេះជួយគាត់បានចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់វីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ